សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកនៅការប្រាប់ឈ្មោះនៃរូបមន្តគីមីមកចែកជូនបងប្អូនទាំងអស់គ្នាចាអញ្ចឹងឥឡូវយើងក៏លេខមើលលំហាត់របស់យើងទាំងអស់គ្នាចាអញ្ចឹងលំហាត់ចូលប្រាប់ឈ្មោះនៃរូបមន្តគីមីខាងក្រោមតោះអញ្ចឹងយើងមើលក H2O អញ្ចឹង H2O បងប្អូនត្រូវចាំថា H2O គឺទឹកអញ្ចឹងបងប្អូនត្រូវចាំថាH2O គឺបង្កើតឡើងពីអ៊ីដ្រូសែនជាមួយនឹងអុកស៊ីសែនចាអញ្ចឹងគឺ H2O ហ្នឹងគឺឈ្មោះរបស់វាទឹកអញ្ចឹងយើងសរសេរមក H2O ទឹកគឺទឹកណាចាអញ្ចឹងឥឡូវយើងមើលខទាំងអស់គ្នាខ NaOH អញ្ចឹង Na ឈ្មោះរបស់វាគឺ Sodium DiOH វិញគឺ Hydroxide ចាអញ្ចឹង NaOH ឈ្មោះវាគឺ Sodium Hydroxide Sodium Hydroxide ណាចាអូខេអញ្ចឹងឥឡូវយើងមើលកទាំងអស់គ្នាក ACCl អញ្ចឹង AC នេះឈ្មោះរបស់វាគឺប្រាក់រីឯ Cl នេះឈ្មោះរបស់វាគឺក្លរណាចាអញ្ចឹងនៅពេលដែលរូបមន្តគីមីយើងឃើញរូបមន្តគីមីដែលសរសេរដោយ ACCl អញ្ចឹងឈ្មោះរបស់វាគឺប្រាក់ក្លរ៉ូណាអូខេតោះអញ្ចឹងឥឡូវយើងមើលខ CaSO4 ចាអញ្ចឹង Ca ហ្នឹងឈ្មោះរបស់វាគឺកាល់ស្យូមរីឯ SO4 នេះគឺស៊ុលផាតអញ្ចឹងឈ្មោះរបស់ CaSO4 ឈ្មោះរបស់វាគឺកាល់ស្យូមស៊ុលផាតណាកាល់ស្យូមស៊ុលផាតតោះអញ្ចឹងមកចុងក្រោយគេ HCO អញ្ចឹង HC នេះគឺឈ្មោះរបស់វាបារ៉ុតរីឯ O នេះគឺហៅថាអុកស៊ីតអញ្ចឹង HCO ទៅជាឈ្មោះរបស់វាគឺបារ៉ុតអុកស៊ីតចាអញ្ចឹងលំហាត់របស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ